បាទសូមជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំសម្បត្តិហើយជាមួយនឹងលោកគ្រូបត្តនានឹងមកធ្វើការជជែកវែកញែកអំពី awareness ទី2នៅក្នុងអឺការនិយាយអំពីភាពបន្ស៊ីគ្នានៅក្នុង lesson plan ដែលយើងត្រូវអភិវឌ្ឍនឹងបាទបាទលោកគ្រូមាន4ចំណុចនៅក្នុងថ្ងៃនេះដែលខ្ញុំចង់លើកឡើងដើម្បីជំរាបជូនលោកគ្រូទី1យើងនឹងទៅសិក្សាជាមួយគ្នាថាតើអ្វីទៅជាភាពបន្ស៊ីគ្នាបែបទទឹងនិងភាពបន្ស៊ីគ្នាបែបបណ្ដោយដែលយើងនិយាយថា vertical integration និង horizontal integration ហ្នឹងហើយចំណុចទី2ការទៅសេ lesson learning outcome មួយហ្នឹងគឺត្រូវទៅសេតាមរយៈ SMART goal SMART framework តើ SMART ហ្នឹងមានដូចម្ដេចខ្លះហើយនឹងចំណុចទី3គឺបើសិនជាយើងសេ lesson learning outcome ហើយតើយើងត្រូវជ្រើសរើសនៅសកម្មភាពរៀននិងបង្រៀនរបៀបម៉េចដើម្បីឲ្យវា align ជាមួយនឹងឲ្យវាបន្ស៊ីជាមួយនឹង learning outcome ដែលយើងបានទៅសេឲ្យហ្នឹងហើយនឹងចុងក្រោយយើងត្រូវរកថាតើនៅក្នុងការរៀននិងបង្រៀនយើងហ្នឹងយើងមានវាស់វែងនិស្សិតអត់មានសកម្មភាពវាស់វែងនិស្សិតដើម្បីបានដឹងថាគណៈពេលដែលគាត់រៀនជាមួយយើងហ្នឹងបាន achieve ដល់ learning outcome យើងដែរឬក៏យ៉ាងណាបាទខ្ញុំអនុញ្ញាតដើម្បីជំរាបជូនលោកគ្រូអំពីពាក្យថា vertical integration ឬក៏យើងហៅថាអឺការដែលអឺមានភាពបន្ស៊ីគ្នាណាបាទភាពបន្ស៊ីគ្នាត្រង់កន្លែងនេះខ្ញុំដកស្រង់ចេញពី Spices model របស់ Rona Hardin លោកគ្រូសូមពិនិត្យមើលតែទៅលើពាក្យ systematic មួយទៅបានហើយពាក្យ systematic ក្នុងទីនេះយើងចង់សំដៅថាគ្រប់យ៉ាងនៃកម្មវិធីសិក្សាត្រូវផ្ដើមចេញយ៉ាងម៉េចឲ្យមានលំហូរបន្ស៊ីគ្នារហូតអត់មានប្រឡោះណាអាចអឺផ្សេងច្រឡំពីគ្នាអីបានទេបាទនេះគឺជារូបដែលជាភាពបន្ស៊ីគ្នាបែបអឺយើងហៅទៅតឹងទៅចុះឬក៏ឡើងទៅលើក៏បានដែរយើងថាអញ្ចឹងទៅ vertical alignment អឺ vertical alignment នេះគឺចង់ឲ្យលោកគ្រូមេត្តាជ្រាបឲ្យបានច្បាស់ថានៅក្នុងភាពបន្ស៊ីគ្នាត្រង់នេះគឺ lesson learning outcome ដែលលោកគ្រូត្រូវផលិតការដែលយើងទៅសេឲ្យចេញ lesson learning outcome មួយហ្នឹងវាថាតែបន្ស៊ីជាមួយនឹង course learning outcome ខ្លូខាងលើលោកគ្រូហើយ claw ដែលក្រសួងស្ថាប័នបានផលិតមកនៅក្នុងវគ្គសិក្សា course នីមួយៗហ្នឹងគឺគេ develop ចេញពីបន្ស៊ីគ្នាជាមួយនឹង flow program learning outcome ហើយ program learning outcome នៅក្នុង curriculum ទាំងមូលមួយហ្នឹងត្រូវបន្ស៊ីគ្នាទៅនឹង competency indicator របស់ core competency framework ក្របខ័ណ្ឌសមត្ថភាពស្នូលហ្នឹងទម្រង់បន្ស៊ីគ្នាបែបហ្នឹងឯងដើម្បីធានាថាមេរៀនដែលយើងបរៀននិស្សិតមួយហ្នឹងចុងក្រោយទៅបូកសរុបចូលគ្នាទៅអាចជោគជ័យបានឲ្យនិស្សិតបាន achieve បានជោគជ័យនៅក្របខ័ណ្ឌសមត្ថភាពស្នូលនេះហើយជាចំណុចដែលសំខាន់ជាងគេបាទកន្លែងនេះជារបៀបបន្ស៊ីគ្នាតាមបែបយើងហៅថាដេកដេកបាទដេកបន្ស៊ីគ្នាដេកយ៉ាងម៉េចបន្ស៊ីគ្នាដេកនេះគឺថានៅក្នុង lesson មួយបើលោកគ្រូបង្រៀនមេរៀនមួយអញ្ចឹងក្នុងមេរៀនមួយលោកគ្រូមានដូចដែលយើងបានដឹងក្នុង session 1ហើយយើងថាមាន component ច្រើនប៉ុន្តែនៅក្នុង component ណាមានទីមួយគឺ lesson learning outcome ឬក៏ហៅថា intended learning outcome ត្រូវបន្ស៊ីគ្នាជាមួយនឹង teaching and learning activity សកម្មភាពរៀននិងបង្រៀនត្រូវបន្ស៊ីគ្នាហើយក៏មានការបន្ស៊ីគ្នារវាងការវាស់វែងអឺអឺតកតងជាមួយនឹងរឿង assessment ផងដែរបាទហើយកន្លែងចំណុចនេះអឺបតនាគាត់នឹងលើកឡើងប៉ុន្តែគាត់ខ្ញុំចង់ជំរាបជូនលោកគ្រូឲ្យបានជ្រាបថាបើសិនជាលោកគ្រូទៅសេ lesson learning outcome កិរិយាសព្ទណាលោកគ្រូដាក់កិរិយាសព្ទហ្នឹងឲ្យនិស្សិតធ្វើទៅសកម្មភាពរៀននិងបង្រៀនប្រើកិរិយាសព្ទហ្នឹងទៅអញ្ចឹងវាបន្ស៊ីគ្នាហើយបាទនេះជាចំណុចសំខាន់ឥឡូវជូនបតនាដើម្បីបន្តការជជែកហើយបន្តមកទៀតនឹងយើងធ្វើការបន្តបានជួយបតនាបាទអរគុណបងសម្បត្តិអញ្ចឹងចំពោះផ្នែកនេះដែរខ្ញុំលើកឧទាហរណ៍តាក់ទងទៅនឹង horizontal conceptual alignment ដែលក្នុងនេះគឺយើងមានបែងចែកជា3 LLO ដែលយើង align ជាមួយនឹង teaching learning activity ក៏ដូចជា assessment ហើយឧទាហរណ៍ទីមួយគឺតាក់ទងទៅនឹង LLO ដែល describe the historical perspective of laboratory safety អញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវតែអនុលោមLLO របស់យើងទៅកាន់ teaching and learning activity ថាតើវាយើងជ្រើសរើស teaching learning activity ប្រភេទណាដើម្បី comply ជាមួយនឹង LLO បន្ស៊ីគ្នាជាមួយនឹងលទ្ធផលរំពឹងទុកការសិក្សាជាពិសេសថាតើយើងយក assessment មួយណាដើម្បីទៅវាស់វែងទៅលើ LLO មួយហ្នឹងផងដែរហើយជាពិសេសក្រៅពីហ្នឹងក៏យើងត្រូវផ្ដោតសំខាន់តាក់ទងទៅនឹង psychological safety ផងដែរតាក់ទងទៅនឹងសុខសុវត្ថិភាពនៅក្នុងថ្នាក់រៀនផ្លូវអារម្មណ៍របស់កូនសិស្សអញ្ចឹងកន្លែងហ្នឹងដែរគឺយើងត្រូវផ្ដោតសំខាន់ថាតើយើងជ្រើសរើស teaching and learning activity បែបណាដែលវាស្ថិតនៅក្នុង low risk ដែលវាមានកម្រិតហានិភ័យទាបដែលយើងយកទៅដាក់
នៅដើម session ដើម្បី prevent កុំឲ្យមានការដែលពិបាកការចូលរួមពីកូនសិស្សដែលបើសិនជាយើងដាក់សកម្មភាពណាដែលវាស្ថិតនៅក្នុង low risk អញ្ចឹងវាជួយ promote ឲ្យថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូកាន់តែមានcollaboration ជាងមុនជាពិសេសគឺឲ្យកូនសិស្សមានការចូលរួមបានច្រើនបាទអញ្ចឹងត្រង់ចំណុចនេះគឺពិតជាសំខាន់បាទអញ្ចឹងបន្ទាប់ពីហ្នឹងគឺយើងមើលតាក់ទងទៅនឹងអឺការដែលយើង design តាក់ទងទៅនឹង LLO ដែលអនុលោមឬក៏ comply ជាមួយនឹងsmart principle ដែល smart principle គឺវាមានអក្សរតំណាងរបស់វានីមួយៗគឺអក្សរ S តំណាងឲ្យ specific ភាពជាក់លាក់ M measurable ដែលអាចវាស់វែងបាន A achievable ដែលអាចឲ្យកូនសិស្សគាត់អាចសម្រេចទៅលើ LLO នឹងបាន R គឺវា realistic វា relate ជាមួយនឹងមេរៀនជាពិសេសគឺ time bound ថាតើ LLO របស់អ្នកគ្រូ design មកហ្នឹងវាសមស្របជាមួយនឹងពេលវេលារបស់ lesson ហ្នឹងអត់អញ្ចឹងយើងមើលតាក់ទងទៅនឹង criteria បន្ថែមគឺយើងមាន3 criteria ចំពោះ criteria ទី1គឺយើងមើលតាក់ទងទៅនឹង quantity បរិមាណថាតើ LLO របស់លោកគ្រូ design ចំនួនប្រមាណដែលវាសមស្របជាទូទៅគឺគេកំណត់ឲ្យពី3ទៅ6 LLO នៅក្នុងមួយ lesson ដែលយើងប្រើប្រាស់តាក់ទងទៅនឹង actionable verb align ទៅនឹង clause ដែលជា alignment ដែលបានបងសម្បត្តិគាត់បានលើកឡើងតាក់ទងទៅនឹង vertical alignment criteria ទី2គឺយើងផ្ដោតសំខាន់តាក់ទងទៅនឹង quality quality គឺនិយាយតាក់ទងទៅនឹងគុណភាពថាតើលទ្ធផលរំពឹងទុកការសិក្សារបស់ lesson plan របស់អ្នកគ្រូត្រូវមាន structure បែបណាបានគេកំណត់ថាវាមានគុណភាពអញ្ចឹងកន្លែងនេះគឺគេមានរូបមន្តមួយដែលគេបានរៀបចំឡើងគឺមានន័យថាយើងយក subject បូកជាមួយនឹង verb កិរិយាសព្ទបូកជាមួយនឹង object អញ្ចឹងជាឧទាហរណ៍អឺទី1គឺ student are able to identify laboratory hazard អញ្ចឹងកន្លែងហ្នឹងគឺវាមាន student as a subject វាមាន identify as a verb ដូចគ្នាហើយក៏មាន object ដែរប៉ុន្តែវាស្ថិតនៅក្នុងកលៈទេសៈមួយដែលវា good ប៉ុន្តែយើងមើលកន្លែងទៅមើល example ទី2វិញ Students are able to identify specific laboratory hazard from case study ឃើញថាកន្លែងហ្នឹងគឺយើងបង្កើត object ហ្នឹងវាកាន់តែ specific ជាងមុនដែលយើងយក smart principle យកទៅវាស់ណាអញ្ចឹងបើសិនជាយើងដាក់ student are able to identify laboratory hazard ថាតើយើងយកចំណុចហ្នឹងពីណានៅក្នុងមេរៀនអញ្ចឹងកន្លែងខាងក្រោមគឺវា better ជាងដោយសារតែយើង specific ថាត្រង់ចំណុច LLO នោះគឺយើងដកស្រង់ជា case study បាទអញ្ចឹងចំពោះចំណុចចុងក្រោយគឺតកតងទៅនឹងthree domain of learning ថាតើកម្រិតនៃ LLO របស់អ្នកគ្រូស្ថិតនៅក្នុង domain មួយណាអាចជា cognitive domain ឬក៏ psychology domain ឬក៏ affective domain ចំណុច criteria ទី3គឺយើងលើកឡើងតាក់ទងទៅនឹង constructive alignment ដោយដែលអឺយើងបានជជែកគ្នាតាំងពីខាងដើមថា LLO មួយដែលវាមានគុណភាពគឺយើងត្រូវតែឲ្យវាបន្ស៊ីគ្នាas a vertical តាមរយៈឆក៏ដូចជា horizontal តាមរយៈអដេកដូចគ្នាអញ្ចឹង horizontal មានន័យថាយើង align LLO របស់យើងទៅកាន់ claw ទៅកាន់ claw ក៏ដូចជា CCF មានន័យថាយើង align LLO របស់យើងទៅកាន់ indicator មួយរបស់ CCF ចុងក្រោយគឺ horizontal យើង align លទ្ធផលរំពឹងទុកការសិក្សាទៅកាន់សកម្មភាពរៀននៅបង្រៀនក៏ដូចជាយក assessment ណាដើម្បីវាស់ទៅលើ LLO មួយនឹងផងដែរបាទអញ្ចឹងចុចដល់ចំណុចទី4គឺបងសម្បត្តិនឹងផ្ដល់ជាការជជែកបន្ថែមទាក់ទងទៅនឹងប្រភេទនៃ teaching and learning activity បាទសូមអញ្ជើញសូមអរគុណបដិណាលោកគ្រូអ្នកគ្រូបានជ្រាបហើយថាតកតូនជាមួយនឹងមិនមិញបដិណាលោកលើកឡើងអំពីការសរសេរ learning outcome ការសរសេរ learning outcome មួយតើមានក្នុងមួយមេរៀនសរសេរជាទូទៅ lesson learning outcome មិនឲ្យលើសពី6ឬក៏មិនឲ្យតិចជាង3ជាទូទៅតាមម៉ោងចំនួនម៉ោងដែលយើងដាក់អញ្ចឹងណាបាទអានឹងជាចំណុចទី1ចំណុចទី2គឺថាសរសេរនឹងត្រូវតែ smart មាន subject មាន verb មាន object ហើយ object នឹងត្រូវធ្វើម៉េចឲ្យវាវាស់វែងបានឲ្យវាអាច achieve បានហើយឲ្យច្បាស់លាស់នឹងកាយនៅសកម្មភាពរបស់យើងហើយបន្តមកទៀតអឺត្រូវមាន alignment ត្រូវមានភាពបញ្ស៊ីគ្នាទាំងអក្សរនិងអដេកដែលយើងបាននិយាយហ្នឹងពាក្យថាភាពបញ្ស៊ីគ្នាតាមអក្សរបាទណាបញ្ស៊ីគ្នាពី lesson learning outcome ទៅ course learning outcome ទៅ program learning outcome ដល់ពេលបញ្ស៊ីគ្នាតាមអដេកបានន័យថាអឺ lesson learning outcome ហ្នឹងverb មិនត្រូវបញ្ស៊ីជាមួយនឹង teaching and learning activity អញ្ចឹងហើយវាស់តាក់ទងជាមួយនឹងរឿងអឺបាទអដេកហ្នឹងគឺវាបញ្ស៊ីគ្នារវាង verb
ដែលយើងជ្រើសរើសប្រើជាមួយនឹងសកម្មភាពរៀននិងបង្រៀនហើយជាមួយនឹងការវាស់វែងទៅលើកិច្ចការងារនឹងបាទហើយនៅក្នុងចំណុចនេះខ្ញុំចង់ជំរាបជូនលោកគ្រូថែមបន្តិចទៀតដែរថាតាមពិតនៅពេលដែលលោកគ្រូ design lesson learning outcome ហើយលោកគ្រូបានដឹងហើយថាយើងត្រូវបង្រៀនតាមរបៀបណានោះបាទឧទាហរណ៍ថា at the end នៅពេលបញ្ចប់និស្សិតមានសមត្ថភាពក្នុងការពិភាក្សា discuss អញ្ចឹងនៅក្នុងសកម្មភាពរៀននិងបង្រៀនរយៈពេល90នាទីរបស់យើងហ្នឹងប្រកាសជាប្លុកពេលវេលា15ទៅ20នាទីឲ្យកូនសិស្ស discuss ហ្នឹងហើយបាទព្រោះបើអត់ឲ្យកូនសិស្ស discuss រឿងអីកូនសិស្សអាច discuss បានអញ្ចឹងគាត់អត់ achieve outcome ហ្នឹងទេបាទហ្នឹងជាឧទាហរណ៍ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលនៅក្នុង slide នេះចង់ជំរាបប្រសាសន៍ជូនលោកគ្រូថាសកម្មភាពរៀននិងបង្រៀនយើងបែងចែកទៅជារបៀប3យ៉ាងធំហើយក្នុងនេះដាក់4យ៉ាង interactive និង collaborative ហ្នឹងស្តៀងគ្នាប៉ុន្តែខុសគ្នាមួយចំនួន passive លោកគ្រូអាចពិចារណាបានថាលោកគ្រូសូត្រ lecture រហូតដូចខ្ញុំឥឡូវនេះខ្ញុំកំពុងសូត្រ lecture ជូនលោកគ្រូបាទឬក៏ឲ្យកូនសិស្សអានសុទ្ធណាលោកគ្រូឬក៏ឲ្យកូនសិស្សស្ដាប់វីដេអូអញ្ចឹងទៅបាទដូចលោកគ្រូកំពុងស្ដាប់វីដេអូពួកខ្ញុំនេះអញ្ចឹងជាដើមអញ្ចឹងនឹងគឺជាការរៀនតាមបែប passive ហើយការរៀនតាមបែប passive នឹងទៀតលោកគ្រូអញ្ជើញមើល psychological safety បានន័យថាកូនសិស្ស safe ណាលោកគ្រូបានន័យថាបើគាត់ធ្វើសកម្មភាពបែប passive អញ្ចឹងគាត់មានសុវត្ថិភាពគាត់អត់ស្មុគស្មាញច្រើនគាត់អត់ខ្វល់ច្រើនធ្វើពុតជាស្ដាប់ក៏បានដែរធ្វើពុតជាមើលវីដេអូក៏បានដែរហ្នឹង low risk activity មែនតើក៏ប៉ុន្តែបើសិនជាប្រើប្រាស់តែ passive បែបនេះនឹងមិនអនុញ្ញាតឲ្យកូនសិស្ស engage ចូលរួមចំណែកក្នុងការរៀនបានល្អប្រហែលទេហើយកូនសិស្សនឹងឆាប់ភ្លេចទៅវិញហើយបាទអញ្ចឹងហើយបានយើងអាចជ្រើសរើសសកម្មភាព active គឺបានថាកូនសិស្សត្រូវ active ជាងមុនឧទាហរណ៍ថាកូនសិស្សត្រូវសរសេរត្រូវ take note កូនសិស្សត្រូវមានការគិតមានការពិភាក្សាមានការជជែកវែកញែកចឹងជាដើមក៏ប៉ុន្តែគិតអីចឹងជាដើមម្នាក់ឯងយើងថា active ហើយវាខុសពី low risk activity បន្តិចវាចូលមកដល់ medium risk បានថាកូនសិស្សត្រូវប្រឹងប្រែងត្រូវធ្វើសកម្មភាពជាងមុនដល់ពេល interactive បានន័យថាលោកគ្រូឲ្យកូនសិស្សនឹង engage ជាមួយមនុស្សជាមួយលោកគ្រូផ្ទាល់ជាមួយនឹងក្រុមពួកគាត់តាម sync pair share ធ្វើ simulation លេង game លេងអីចឹងជាដើមនៅក្នុងសកម្មភាពរៀនហ្នឹងអញ្ចឹងគាត់ចូលរួមលោកគ្រូអ្នកគ្រូបាទគាត់ចូលរួមប៉ុន្តែបើ collaborative បានន័យថាគាត់មិនមែនត្រឹមតែចូលរួមទេគាត់ចូលរួមបង្កើតនៅអ្វីមួយចូលរួមដោះស្រាយនៅអ្វីមួយជាជាងគ្រាន់តែចូលរួមដើម្បីជជែកគ្នារឿងនេះរឿងនោះហើយចុងក្រោយវាអត់បានធ្វើអីឧទាហរណ៍លោកគ្រូដាក់ case study ហើយលោកគ្រូដាក់ role play លោកគ្រូដាក់ problem មួយឲ្យកូនសិស្សដោះស្រាយលោកគ្រូឲ្យកូនសិស្ស design assignment កូនសិស្សឡើងធ្វើបទបង្ហាញនេះគឺជាទម្រង់នៃ interactive ផង collaborative ផងតែបើ interactive ធម្មតាលោកគ្រូគ្រាន់ឲ្យគាត់គិតជជែកចោះឡើងចុះឡើងហើយចប់អញ្ចឹងទៅវាអត់បានអីសល់ចុងក្រោយទេក៏ប៉ុន្តែសកម្មភាពបែប interactive បែប collaborative បែប active នៅតែជាសកម្មភាពដែលគេលើកទឹកចិត្តឲ្យដាក់បង្រៀនឲ្យច្រើនសម្រាប់និស្សិតជាជាងយើងប្រើ passive តែឯងប៉ុន្តែយ៉ាងណាមិញដែលបតនាក៏បានលើកឡើងអំពីថានៅក្នុង session របស់លោកគ្រូដំបូងគួរតែធ្វើជា low risk activity សិនហើយបានលោកគ្រូកូនសិស្សរៀងស្គាល់គ្នាហើយរៀងម៉ាស៊ីនក្តៅហើយយើងចាប់ផ្ដើមដាក់បន្ថែមនៅ medium risk ដាក់បន្ថែមនៅ high risk ដែលកូនសិស្សត្រូវធ្វើកិច្ចការងារច្រើនactive ខ្លាំងជាងមុនអញ្ចឹងជាដើមនេះជាចំណុចដែលខ្ញុំចង់លើកឡើងបាទហ្នឹងហើយចំណុចនេះរៀងស្មុគស្មាញបន្តិចប៉ុន្តែលោកគ្រូអាចជ្រាបបានទាក់ទងជាមួយនឹង assessment លោកគ្រូ assessment ទីនេះខ្ញុំចង់សំដៅតែអឺ assessment នៅក្នុង lesson របស់យើងទេធម្មតាលោកគ្រូអញ្ចេះនៅក្នុងឥឡូវហ្នឹងតម្រូវការរបស់ក្រសួងហ្នឹងទាមទារឲ្យនៅក្នុង lesson របស់យើងហ្នឹងក្នុងការបង្រៀនហ្នឹងត្រូវមាន formative assessment ផងដែរអញ្ចឹង formative assessment គឺជា assessment for learning នេះលោកគ្រូកន្លែងរូបពាក្យ for learning assessment for learning គឺជា formative assessment ពាក្យវាគោលដៅវាគឺថាលោកគ្រូវាយតម្លៃនិស្សិតដើម្បីដឹងពី gap ដឹងពីចំណុចប្រហោងនិស្សិតដែលអត់ទាន់ achieve ហើយលោកគ្រូជួយបំពេញបន្ថែមអាហ្នឹងគឺ concept របស់ formative assessment ដល់ពេល concept របស់ summative assessment បានន័យថាយើង grading គាត់ណាបាទគឺយើងដាក់ពិន្ទុធ្លាក់ជាប់ pass fail final អីចឹងជាដើមហ្នឹងគេហៅ assessment of learning បាទនៅមាន assessment មួយប្រភេទគេហៅ assessment as learning អឺ assessment ហ្នឹងគឺជា learning activity ហ្មងលោកគ្រូនៅក្នុង agenda របស់យើងណាបាទនៅក្នុង90នាទីរបស់យើងហ្នឹងគឺយើងខ្ញុំនិយាយដូច quiz លោកគ្រូដាក់ quiz ឲ្យកូនសិស្សឃើញកូនសិស្សធ្វើ quiz ទេបាទគឺគាត់ធ្វើ quiz ហ្នឹងគឺគាត់រៀនហើយបាទហ្នឹងលោកគ្រូដាក់ problem មួយឲ្យកូនសិស្សជុំគ្នាដោះស្រាយបញ្ហាពេលលោកគ្រូ guide question 2 3អញ្ចឹងទៅដាក់ question 2 3អញ្ចឹងទៅសួរសំណួរគាត់ទៅមាន vignette case អញ្ចឹងទៅអញ្ចឹងគាត់បានចូលរួមធ្វើសកម្មភាពហ្នឹងតាមរយៈការវាយតម្លៃហើយ
គឺគាត់រៀនតែម្ដងបានតែគាត់យកហ្នឹងធ្វើជាសកម្មភាពរៀនតែម្ដងបាទអញ្ចឹងនេះជាចំណុចសំខាន់នៃប្រភេទ assessment ហើយហេតុអីបានខ្ញុំព្យាយាមញែកជូនលោកគ្រូអ្នកគ្រូឲ្យបានជ្រាបថា assessment as learning នឹងវាសំខាន់ពីព្រោះ assessment as learning ហ្នឹងលោកគ្រូអ្នកគ្រូទៅប្លុកពេលវេលាដាក់នៅក្នុងការធ្វើសកម្មភាពរៀននិងបង្រៀននៅក្នុង lesson plan đóបាទអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូដាក់វាជា assessment as learning តើលោកគ្រូអ្នកគ្រូមានជា assessment task ដែលហៅថា assessment task ក៏បានយើងហៅ assessment activity ក៏បាន AA នោះដែលលេខ5ហ្នឹងគឺលោកគ្រូអ្នកគ្រូត្រូវមាន assessment activity assessment activity ហ្នឹងគឺជា learning activity ហ្នឹងតែម្ដងប៉ុន្តែដែលខុសពី learning activity ទូទៅគឺលោកគ្រូតើមាន rubric ហ្នឹងគឺ rubric ដើម្បីវាយតម្លៃថាធ្វើម៉េចកូនសិស្សធ្វើអាហ្នឹងត្រូវហើយធ្វើម៉េចដឹងត្រូវធ្វើម៉េចដឹងខុសហើយបន្ទាប់មកមាន assessment evidence ចុងក្រោយគឺរបស់ផលិតផលដែលកូនសិស្សបានធ្វើហើយខ្ញុំឧទាហរណ៍ថាបើសិនជាយើងដាក់ problem មួយអញ្ចឹងការដាក់ problem ហ្នឹងយើងហៅថា assessment activity ឬក៏ assessment task ហើយលោកគ្រូមានចម្លើយហើយស្រេចហើយនៅក្នុងខ្លួនរបស់លោកគ្រូមានចម្លើយត្រូវចម្លើយខុសអាហ្នឹងជា rubric បានជាចំណុចដែលវាចម្លើយថាអាហ្នឹងល្អអាហ្នឹងមិនល្អនេះខុសនេះត្រូវអញ្ចឹងទៅហើយបន្ទាប់មកពេលកូនសិស្សធ្វើកិច្ចការងារហ្នឹងចុងក្រោយគាត់បានចម្លើយទាំងអស់ហ្នឹងដើម្បីយកមកជូនលោកគ្រូចម្លើយដែលគាត់ពួកក្រុមគាត់ធ្វើបានយកមកជូនលោកគ្រូហ្នឹងគេហៅថា assessment evidence អញ្ចឹងបើសិនជាក្នុងកិច្ចការរៀននិងបង្រៀន learning activity ណាមួយដែលលោកគ្រូមាន assessment task ឬក៏ assessment activity លោកគ្រូមាន rubric លោកគ្រូមាន evidence របស់ទាំង3ហ្នឹងយើងអាចដាក់វាคล้ายទៅជា AA ដែលយើងនិយាយនោះជា formative assessment បានលោកគ្រូអាចធ្វើជា formative ហើយបើសិនជា formative assessment នៅក្រសួងសុខាភិបាលដែលគេតម្រូវឲ្យយើងដាក់បន្ទុកព្រោះ formative assessment អត់និយាយរឿងបន្ទុកទេប៉ុន្តែនៅពេលដែលយើងយក formative assessment មកដាក់បន្ទុកបានន័យថាជាចំណែកនៃ grading លោកគ្រូដាក់10% 20%ឬអីចឹងជាដើមចឹងទៅអញ្ចឹងវាតើតែមាន assessment task assessment rubric ហើយនឹង evidence ហ្នឹងឯងតើមាន3ហ្នឹងបានយើងអាចទៅដាក់បន្ទុកបានបើអញ្ចឹងយើងមានអីយកទៅដាក់បន្ទុកយើងដាក់បន្ទុកតាមមើលមុខអត់បានទេបាទអញ្ចឹងត្រង់ចំណុចទាំងអស់នេះខ្ញុំគាត់ចង់ជំរាបជូនលោកគ្រូអ្នកគ្រូឲ្យបានជ្រាបថានៅក្នុងមេរៀនរបស់លោកគ្រូអ្នកគ្រូ90នាទីហ្នឹងលោកគ្រូក៏ត្រូវរំលឹកផងដែរថាតើគួរមានសកម្មភាពរៀនណាដែលអាចប្រើប្រាស់វាជាសកម្មភាពវាយតម្លៃផងដែរដែលសកម្មភាពរៀនបែបនោះយើងហៅថា assessment as learning អញ្ចឹង assessment as learning គឺជាសកម្មភាពរៀនមួយដែលមានអត្តចរិតជារបៀបវាយតម្លៃហើយដែលអាចធ្វើអញ្ចឹងកើតលុះត្រាណាតែមាន assessment task មាន assessment rubric ជាមួយនឹង assessment evidence ហើយនៅពេលដែលលោកគ្រូឲ្យកូនសិស្សរៀនតាមរយៈធ្វើសកម្មភាពទាំងអស់ហ្នឹងចុងក្រោយយើងនឹងបានផលិតផលហ្នឹងយើងអាចទុកវាយតម្លៃកូនសិស្សឬក៏អាចទុកដាក់បន្ទុក10-20%ទៅតាមតម្រូវការរបស់សាលារបស់ក្រសួងអញ្ចឹងជាដើមនេះជាចំណុចដែលខ្ញុំចង់លើកឡើងអញ្ចឹងខ្ញុំសូមបញ្ចប់វគ្គនេះត្រឹមប៉ុណ្ណេះយើងជួបគ្នានៅក្នុងវគ្គទី3សូមអរគុណលោកគ្រូអ្នកគ្រូបាទ